ខ្ញុំបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់នៅក្នុងបណ្ដាញសង្គម YouTube ជាទីគោរពថ្ងៃនេះខ្ញុំបាទសូមលើកយករថក្រោះ Tiger One ដែលប្រើប្រាស់ក្នុងសង្គ្រាមលោកទី2មកណែនាំឲ្យលោកអ្នកបានស្គាល់ពីប្រវត្តិនៃការប្រើប្រាស់របស់វាដូចនេះមុនចូលដល់ខ្លឹមសារសម្រាប់ប្រិយមិត្តថ្មីសូមកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីកុំឲ្យរំលងនៅរាល់ការផុសវីដេអូថ្មីៗរបស់ខ្ញុំបាទរថក្រោះគឺជាយានចម្បាំងមួយប្រភេទដែលមានអានុភាពខ្លាំងក្លាបំផុតសម្រាប់ប្រើប្រាស់ក្នុងសមរភូមិថ្មើរជើងដែលវាបំពាក់ទៅដោយរនាំងដីការពារយ៉ាងក្រាស់កំភ្លើងយន្តធុនធ្ងន់និងស្រាលកំភ្លើងបាញ់រថក្រោះដែលគេហៅថា main gun និងបំពាក់ទៅដោយម៉ាស៊ីនដែលមានកម្លាំងខ្លាំងនិងកង់ច្រវាក់ដែលអាចរត់ចល័តកាត់ផ្ទៃដីទំនាបនិងខ្ពង់រាបឬអាចរត់កាត់ផ្ទៃដីនិងភពផុងបានដែលវាត្រូវបានគេប្រើប្រាស់ចាប់តាំងពីសង្គ្រាមលោកលើកទី1មកម្ល៉េះក្នុងអំឡុងពេលសង្គ្រាមលោកលើកទី2ផ្ទុះឡើងរថក្រោះត្រូវបានគេធ្វើទំនើបកម្មឲ្យកាន់តែទំនើបជាងមុននិងពេញនិយមបំផុតក្នុងសម័យសង្គ្រាមនោះហើយត្រូវគេប្រើប្រាស់ស្ទើរតែគ្រប់សមរភូមិទាំងអស់ជំនឿពិភពលោកជាងនេះវាត្រូវបានគេកែលម្អឲ្យកាន់តែទំនើបជាងមុននិងបន្តប្រើប្រាស់រហូតមកដល់សពថ្ងៃនេះតើក្នុងសម័យសង្គ្រាមលោកលើកទី2រថក្រោះប្រទេសណាខ្លាំងជាងគេឈ្មោះ Tiger One ឬប្រែជាភាសាខ្មែរថាខ្លាគឺជារថក្រោះធុនធ្ងន់របស់អាល្លឺម៉ង់ដែលត្រូវបានគេទទួលស្គាល់ថាគឺជារថក្រោះដ៏មានអានុភាពបំផុតក្នុងសង្គ្រាមលោកលើកទី2ដែលវាអាចបាញ់កម្ទេចរថក្រោះទី34របស់រុស្ស៊ីChurchill 4របស់អង់គ្លេសនិង M4 Sherman របស់អាមេរិកឲ្យឆេះខ្លោចដោយសេះខ្វែងអញ្ចឹងរថក្រោះប្រយុទ្ធធុនធ្ងន់ Tiger នេះគឺត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ1942ដែលមានបណ្ដោយប្រវែង 6.31 ម៉ែត្រប៉ុន្តែបើគិតទាំងកំភ្លើងធូមីថងគឺបណ្ដោយ 8.455 ម៉ែត្រទម្ងន់54ទៅ57តោនគឺអាស្រ័យទៅតាមប្រភេទនីមួយៗទទឹង 3.56 ម៉ែត្រកម្ពស់3ម៉ែត្រដែលប្រើប្រាស់កាណុនកំភ្លើងធំ88មីលីម៉ែត្រនិងមានកម្លាំងម៉ាស៊ីន650ទៅ690សេះរហូតដល់700សេះទៅតាមប្រភេទនីមួយៗដែលអាចរត់បានចម្ងាយ45គីឡូម៉ែត្រក្នុង1ម៉ោងលើផ្លូវស្រួលនិង20ទៅ25គីឡូម៉ែត្រក្នុង1ម៉ោងលើផ្លូវលំបាកនិងអាចរត់បានចម្ងាយ110ទៅ195គីឡូម៉ែត្រគឺជាចម្ងាយដែលស្ថិតនៅក្នុងរង្វង់ប្រតិបត្តិការរបស់វាហើយរថក្រោះនេះប្រើប្រាស់កម្លាំងទាហាន5នាក់ក្នុងនោះមានយុទ្ធជនកំភ្លើងយន្តញាក់បញ្ចូលគ្រាប់ញាក់បើកបរនិងញាក់ប្រើវិទ្យុទាក់តងរថក្រោះនេះត្រូវបានផលិតឡើងចំនួន 255,700 គ្រឿងចំណែកឯតួរថក្រោះវិញគឺបំពាក់ទៅដោយស្រទាប់ដែកថែបកម្រាស់100មីលីម៉ែត្រផ្ទៃខាងមុខរួមទាំង turret កម្រាស់120មីលីម៉ែត្រនៅត្រង់គល់កំភឿងធំផ្ទៃខាងលើនិងបាតខាងក្រោមកម្រាស់25មីលីម៉ែត្រក្រោយមកទៀតក្នុងឆ្នាំ1944ផ្ទៃខាងលើឡើងដល់40មីលីម៉ែត្រដូចនេះគ្មានរថក្រោះណាអាចបាញ់ទម្លាស់រថក្រោះ Tiger នេះពីខាងមុខឬពីចម្ងាយឆ្ងាយបានទេបើចង់បាញ់ទម្លាស់រថក្រោះ Tiger លុះត្រាចូលទៅជិតចម្ងាយ500ម៉ែត្រទើបអាចបាញ់ទម្លាស់រថក្រោះនេះបានប៉ុន្តែកុំរមានរថក្រោះណាហ៊ានវាយប្រយុទ្ធទល់មុខនឹងវាចំនៅចម្ងាយជិតខ្លាំងឡើយបើចង់បញ្ឈប់ឬបាញ់កំទេចនៅរថក្រោះ Tiger នេះលុះត្រាតែបាញ់ផ្ដាច់ច្រវាស់កង់ឬបាញ់ចាក់គោលពីក្រោយទើបអាចបញ្ឈប់រថក្រោះនេះបានប៉ុន្តែសម្រាប់រថក្រោះ Tiger របស់អាល្លឺម៉ង់នេះវិញអាចបាញ់កំទេចរថក្រោះរបស់សត្រូវក្នុងចម្ងាយឆ្ងាយបានដូចជាអាចបាញ់កំទេចរថក្រោះធុន M4 Sherman របស់អាមេរិកចំពីមុខចម្ងាយ 1800 ទៅ 2100 ម៉ែត្រនិងអាចកំទេចរថក្រោះ Churchill 4របស់អង់គ្លេសក្នុងចម្ងាយ 1100 ទៅ 1700 ម៉ែត្រនិងអាចកំទេចរថក្រោះទី34របស់រុស្ស៊ីក្នុងចម្ងាយ 1000 ទៅ 1400 ម៉ែត្រប៉ុន្តែផ្ទុយទៅវិញក្នុងចម្ងាយ 1000 ម៉ែត្រគ្មានរថក្រោះណាអាចបាញ់ទម្លាស់រថក្រោះ Tiger របស់អាល្លឺម៉ង់នេះបានឡើយក្នុងសម័យសង្គ្រាមលោកទី2កម្រមានរថក្រោះណាហ៊ានប្រថុយចូលគៀកនឹងរថក្រោះ Tiger នេះឡើយមានតែ T34 របស់រុស្ស៊ីទេដែលហ៊ានដោយសារតែ T34 វាមានទម្ងន់ស្រាលនិងអាចបំផ្លាស់ទីលឿនរហ័សទោះជាយ៉ាងនេះក្តី T34 របស់រុស្ស៊ីរាប់រយគ្រឿងត្រូវរថក្រោះ Tiger របស់អាល្លឺម៉ង់បាញ់កំទេចក្នុងសមរភូមិប្រយុទ្ធរថក្រោះប្រយុទ្ធធុនធ្ងន់ Tiger នេះ
គឺប្រាស់ប្រាស់កាណុងកំភ្លើង88មីលីម៉ែត្រដែលអាចបាញ់គ្រាប់4ប្រភេទគឺ Panzer Granate 39 គ្រាប់សម្រាប់បាញ់ផ្លោង Panzer Granate 40 គ្រាប់សម្រាប់បំបែកពាក្យដៃ High Explosive Granate 39 គ្រាប់សម្រាប់បាញ់ទម្លាក់រថក្រោះ គ្រាប់ Incendiary Shrapnel សម្រាប់បាញ់អោឆេះនិងបំពាក់កំភ្លើងយន្តធុនធ្ងន់ MG34 ចំនួន2ដាំដែលប្រើប្រាស់គ្រាប់ប្រភេទ 7.97 គុណនឹង57មីលីម៉ែត្រដែលមានគ្រាប់ចាប់ពី 4,500 ទៅ 4,800 គ្រាប់បើត្រឡប់ទៅកាន់ខែមិថុនាឆ្នាំ1944ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី2កងទ័ពអាមេរិកនិងសម្ព័ន្ធមិត្តព្យាយាមឡើងគោកលើបណ្ដោយឆ្នេរតំបន់ Normandy នៃប្រទេសបារាំងដើម្បីវាយកងទ័ពអាល្លឺម៉ង់ចេញពីបារាំងដែលគេតែងតែហៅប្រតិបត្តិការនោះថា D-Day វាគឺជាសង្គ្រាមដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រពិភពលោកដែលកងទ័ពសម្ព័ន្ធមិត្តមានទ័ពចំនួនប្រមាណជាង150ពាន់នាក់ព្យាយាមវាយឡើងគោកប៉ុន្តែត្រូវស្វាគមន៍ដោយគ្រាប់មីនកំភ្លើងផ្លោងនិងកំភ្លើងយន្តរបបកងទ័ពណាស៊ីអាល្លឺម៉ង់ដែលធ្វើឲ្យទាហានស្លាប់និងរងរបួសប្រមាណជាង 9,000 នាក់ឯណោះពេលឡើងដល់គោកហើយកងទ័ពអាមេរិកនិងសម្ព័ន្ធមិត្តត្រូវបោសសម្អាតកងទ័ពណាស៊ីដែលនៅលើគោកបន្ថែមទៀតអ្វីដែលជាឧបសគ្គធំបំផុតរបស់អាមេរិកគឺត្រូវទប់ទល់នឹងរថក្រោះ Tiger របស់អាល្លឺម៉ង់បើយោងតាមអតីតយោធាអាមេរិកជាច្រើនអ្នកតែងតែរំលឹកអំពីរថក្រោះ Tiger ថាវាគឺជារថក្រោះមានអានុភាពខ្លាំងណាស់ដែលក្រុមទាហានខ្លួនមិនធ្លាប់បានជួបពីមុនមកទេពួកគេថែមទាំងនិយាយថារថក្រោះ M4 Sherman របស់អាមេរិកគឺមិនអាចប្រយុទ្ធមួយទល់មួយជាមួយរថក្រោះ Tiger បានឡើយលុះត្រាតែរថក្រោះ M4 Sherman 4 គ្រឿងទើបអាចទប់ទល់រថក្រោះ Tiger អាល្លឺម៉ង់មួយបានហើយព្រឹត្តិការណ៍នេះត្រូវបានភាពយន្ត Hollywood Fury យកមកបកស្រាយថតជាខ្សែភាពយន្ត Hollywood នៅក្នុងឆ្នាំ2014ដែលមានឈុតឆាករថក្រោះ M4 Sherman 4 គ្រឿងប្រយុទ្ធទល់នឹងរថក្រោះ Tiger របស់អាល្លឺម៉ង់តែមួយគ្រឿងប៉ុណ្ណោះមុននឹងបញ្ចប់ខ្ញុំបាទសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលតែងតែគាំទ្រ Channel របស់ខ្ញុំបាទអត្ថបទមានខ្លឹមសារដោយដែលខ្ញុំបាទរៀបរាប់ជូនខាងលើសូមបញ្ចប់តែត្រឹមនេះបាទប្រិយមិត្តពេញចិត្តសូមចែករំលែកក្តីស្រឡាញ់ដោយគ្រាន់តែចុច Subscribe និងដាក់សញ្ញាកណ្ដឹងហើយខ្ញុំបាទរងចាំការ Comment ជាមតិយោបល់ក្នុងនៃស្ថាបនាពីអ្នកជាទីស្រឡាញ់ទាំងអស់គ្នាខណៈនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ